5 យ៉ាងធ្វើឲ្យអតីតសង្សារញាក់ស្ដាយក្រោយខ្លាំងបន្ទាប់ពីបែកគ្នាមិនថាញាក់បែកពីមនុស្សដែលខ្លួនស្រឡាញ់ដោយសារមូលហេតុអ្វីក៏នៅតែឈឺចាប់ខ្លាំងប៉ុន្តែទោះជាយ៉ាងនេះក្តីអ្នកដែលទើបតែបែកគ្នាមិនគួរតូចចិត្តនិងសោកសៅយូរទេត្រូវដើរទៅមុខនិងធ្វើឲ្យមនុស្សនោះមានការស្ដាយក្រោយដែលគាត់បានបែកពីអ្នកតាមពិតវាមិនពិបាកទេក្នុងការធ្វើឲ្យអតីតអ្នកសោកស្ដាយដោយមិនចាំបាច់សងសឹកគ្រាន់តែរស់នៅក្នុងជីវិតដ៏រីករាយនិងប្រសើរជាងពេលដែលអ្នកនៅជាមួយគាត់គឺល្អណាស់ទៅហើយព្រោះការសោកស្ដាយកើតឡើងដោយធម្មជាតិពេលឃើញអ្នកសប្បាយចិត្តបន្ទាប់ពីបែកគ្នាហើយនេះគឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើឲ្យអតីតរបស់អ្នកសោកស្ដាយខ្លាំង1ផ្ដោតលើការអភិវឌ្ឍខ្លួនឯងបន្ទាប់ពីបែកបាក់ជាមួយដៃគូប្រសិនបើអ្នកចង់ធ្វើឲ្យមនុស្សអតីតសោកស្ដាយរឿងដំបូងដែលអាចធ្វើបានគឺផ្ដោតលើការអភិវឌ្ឍខ្លួនឯងកុំសោកសៅនិងតូចចិត្តក្រោយពេលបែកគ្នាប៉ុន្តែត្រូវក្រោកឡើងហើយផ្ដោតលើការអភិវឌ្ឍខ្លួនឯងកែលម្អរូបរាងរៀនថែរក្សាខ្លួនឯងនិងហាត់ប្រាណក្លាយជាមនុស្សគិតវិជ្ជមានរាប់អានមិត្តផ្សេងៗនិងបង្កើនតម្លៃដល់ខ្លួនឯងវិធីនោះអ្នកនឹងភ្លឺស្វាងជាងមុនហើយក៏ធ្វើឲ្យអតីតរបស់អ្នកកត់សម្គាល់និងសោកស្ដាយចំពោះការបាត់បង់អ្នកព្រោះមនុស្សខ្លះចូលមកជីវិតយើងមិនបានជួយឲ្យយើងរីកចម្រើនទៅមុខសពបីតែបន្តិចណាមានតែបន្ថែមសម្ពាធនិងទុក្ខលំបាកឲ្យប៉ុណ្ណោះ2ចិត្តស្និទ្ធនិងភាពផ្ទុយតែមានបទដ្ឋានខ្ពស់ជាងមនុស្សអតីតវិធីមួយទៀតដើម្បីធ្វើឲ្យអតីតសោកស្ដាយកាន់តែខ្លាំងគឺចិត្តស្និទ្ធនិងភាពផ្ទុយដែលមានបទដ្ឋានខ្ពស់ជាងអតីតរបស់អ្នកវិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការធ្វើគេសោកស្ដាយព្រោះបង្ហាញថាអ្នកសមនឹងទទួលបានមនុស្សប្រសើរជាងនាងឬគាត់បន្ថែមពីលើការសោកស្ដាយគាត់ក៏ឈឺចាប់ផងដែរដោយសារតែគាត់មានអារម្មណ៍ថាចាញ់នៅពេលដែលអ្នកស្នងតម្លៃរបស់គាត់គឺជាមនុស្សដែលល្អជាងគាត់និងមានអត្តចរិតល្អជាងដាច់3បង្កើនតម្លៃឲ្យខ្លួនឯងដើម្បីពិបាកសម្រាប់គាត់ក្នុងការតាក់ទងអ្នកម្ដងទៀតវិធីទី3ដើម្បីធ្វើឲ្យអតីតសោកស្ដាយគឺបង្កើនតម្លៃរបស់អ្នករហូតដល់គាត់មិនអាចទៅដល់អ្នកបានទៀតទេចាប់ផ្ដើមពីរបៀបរស់នៅស្តង់ដារនិងគុណភាពរបស់អ្នកឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពផងដែរដូច្នេះត្រូវប្រាំងប្រែងនិងឆ្លៀតឱកាសទាំងអស់នៅកន្លែងធ្វើការនោះអ្នកនឹងបង្ហាញថាជីវិតរបស់អ្នកពិតជារីកចម្រើនបន្ទាប់ពីមិនបាននៅជាមួយគាត់នៅពេលដែលអ្នកជោគជ័យនឹងកាន់តែឆ្ងាយអតីតដែលឃើញអ្នកអាចស្ដាយក្រោយព្រោះមិនអាចទៅកន្លែងរបស់អ្នកម្ដងទៀត4បង្ហាញពីសុភមង្គលរបស់អ្នករីករាយនឹងជីវិតដោយគ្មានគេមធ្យោបាយដ៏ងាយស្រួលនិងរីករាយបំផុតក្នុងការធ្វើគេសោកស្ដាយគឺបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយក្នុងជីវិតបន្ទាប់ពីមិនបាននៅជាមួយនាងឬគាត់ការជួបជុំសើចសប្បាយជាមួយមិត្តភ័ក្តិឬក្រុមគ្រួសារអ្នកបន្ទាប់មកបង្ហោះនៅលើបណ្ដាញសង្គមរហូតដល់គាត់ដឹងថាអ្នកសប្បាយចិត្តប៉ុណ្ណាប៉ុន្តែតាមពិតនេះមិនត្រឹមតែមានកំណត់ក្នុងការធ្វើឲ្យអតីតរបស់អ្នកសោកស្ដាយទេប៉ុន្តែថែមទាំងជួយឲ្យអ្នកបន្តដំណើរទៅមុខបានលឿនទៀតផងបំភ្លេចការខូចចិត្តរបស់អ្នកបន្តពីបែកគ្នាហើយធ្វើឲ្យថ្ងៃរបស់អ្នកមានពណ៌ស្រស់ឆើតឆាយជាមួយនឹងវត្តមានមនុស្សជាច្រើន5គុំត្រឡប់ក្រោយវិធីចុងក្រោយដើម្បីធ្វើឲ្យមនុស្សដែលបបងអ្នកសោកស្ដាយគឺបដិសេធគាត់ប្រសិនបើគាត់សុំឲ្យយើងត្រឡប់មកវិញបន្ទាប់ពីអ្នកបានក្លាយជាមនុស្សល្អជាងមុននិងជោគជ័យជាងមុនដើម្បីឲ្យគាត់ចង់ត្រឡប់មកវិញគ្រាន់តែបដិសេធយ៉ាងម៉ឺងម៉ាត់ដូច្នេះគាត់រៀនពីការសោកស្ដាយដែលគាត់មិនអាចត្រឡប់មករកអ្នកម្ដងទៀតបានទេយ៉ាងណាមិញប្រសិនបើមនុស្សអតីតចង់វិលត្រឡប់មកវិញបន្ទាប់ពីអ្នកមានចំណុច5ដោយដែលបានរៀបរាប់ខាងលើសូមកុំទៅវិញឲ្យសោះការពិតគេគ្រាន់តែលបងបោកប្រាស់អ្នកដោយសារតែគេបានដឹងថាអ្នកមានចិត្តទន់ចិត្តមិនដាច់ពីគេហើយក៏រួមមិនបានបើគ្មានគេដែរមនុស្សប្រភេទនេះមិនមែនស្រឡាញ់អ្នកពិតឡើយគេចូលមកជីវិតយើងគ្រាន់តែចង់ឈ្នះអ្វីមួយឬសម្លឹងឃើញអ្នករឹងមាំល្អជាងមុនប៉ុណ្ណោះជាពិសេសមនុស្សប្រភេទនេះមិនអាចជាដៃគូលើកទី2បានទៀតទេទន្ទឹមនឹងស្នេហាល្អប្រសើរគឺស្នេហាដែលជួយលើកដំកើងគ្នាទៅវិញទៅមកមិនថារឿងតូចឬធំអ្នកទាំងពីរបើទោះបីជាមានការងារផ្សេងគ្នាតែងជួយគាំទ្រគ្នាទៅវិញទៅមកទើបស្នេហាកាន់តែរីកចម្រើនបើមិនមានចំណុចគួរមានពុំចាំបាច់បន្តទេបែកគ្នាក៏ល្អដែរជាមួយមនុស្សប្រភេទបែបនេះ